បងប្អូនដែលប្រើប្រាស់ iPhone នៅពេលដែលគាត់មិនចង់ឲ្យនរណាម្នាក់ចូលឆែកមើលរូបថតរបស់គាត់ឬក៏ចូលប្រើប្រាស់ app ណាមួយរបស់គាត់អាចកំណត់កុំឲ្យគេចូលមើលបានទោះបីជាអ្នកនោះដឹង password ទូរស័ព្ទរបស់យើងក៏ដោយដើម្បីកំណត់វាបានយើងចូលទៅកន្លែង setting យើងអូសមកក្រោមបន្តិចមកយកពាក្យថា Face ID and Passcode នៅកន្លែងនេះយើងវាយលេខកូដទូរស័ព្ទរបស់យើងហើយយើងអូសមកក្រោមបន្តិចមករកពាក្យថា Stolen Device Protection ហើយនៅកន្លែងនេះយើងត្រូវបើកវាហើយនៅខាងក្រោមនេះយើង tick កន្លែងពាក្យថា Always ឥឡូវយើងទៅបិទរូបថតយើងស្គាល់វាឲ្យជាប់ហើយយកពាក្យ Require Face ID យកពាក្យ Require Face ID ម្ដងទៀតចុច Done ហើយយើងអាចកំណត់ app ផ្សេងទៀតបានយើងចង់ដាក់នៅលើ TikTok ក៏បាន Facebook ក៏បាន Telegram ក៏បានដោយខ្ញុំកំណត់ Telegram មួយទៀតចុចដូចមាញ់មកហើយវា scan មុខរបស់យើងជាប់ហ្នឹងហើយអញ្ចឹងនៅពេលដែលយើងបើកគឺបើសិនជាមិនមែនមុខរបស់យើងអត់ចេញទេនេះវាឲ្យ Face ID require ខ្ញុំដាក់មុខរបស់ខ្ញុំចូលវិញនេះវាចេញរូបថតរបស់យើងមកហើយ Telegram ដូចគ្នាយើងចុចមកគឺវាទាមទារឲ្យយើង scan មុខពេលយើងបែរមុខមកវានឹង scan ហើយវាបើកឲ្យយើងបើសិនជាមិនមែនមុខរបស់យើងគឺវាមិនបើកឲ្យទេហើយបើសិនជាយើងចង់បិទវិញយើងគ្រាន់តែស្គាល់វាឲ្យជាប់ហើយយកពាក្យថា don't require face ID ប៉ុណ្ណឹងមកជាការស្រេច